ក្រៅពីតួនាទី Scrub Nurse និង Circulate Nurse កន្លែងដែលខ្ញុំធ្វើការក៏មានតួនាទីមួយទៀតដែរហៅថា Recovery Room Nurse គឺជាគិលានុបដ្ឋាកតាមដានអ្នកជំងឺក្រោយការវះកាត់អ្នកជំងឺដែលទើបទទួលការវះកាត់ហើយយើងមិនទាន់បានបញ្ជូនអ្នកជំងឺទៅបន្ទប់សម្រាកទូទៅបាននោះទេត្រូវតាមដាននៅក្នុងបន្ទប់តាមដានក្រោយការវះកាត់ជាមុនសិនការតាមដានអ្នកជំងឺក្រោយការវះកាត់អាស្រ័យលើកត្តាជាច្រើនទី1គិលានុបដ្ឋាកត្រូវចេះវាតម្លៃនិងត្រួតពិនិត្យអ្នកជំងឺឬហៅថា Assessment and Monitoring ត្រូវមើលទៅលើសញ្ញាជីវិតរបស់អ្នកជំងឺដូចជាសម្ពាធឈាមចង្វាក់ដង្ហើមចង្វាក់បេះដូងនិងអុកស៊ីសែននៅក្នុងខ្លួននិងចេះវាតម្លៃលើកម្រិតស្មារតីរបស់អ្នកជំងឺក្រោយពីទទួលបានថ្នាំសន្លប់ឬវាយតម្លៃទៅតាមប្រភេទថ្នាំសណ្ដំនីមួយៗដែលអ្នកជំងឺបានទទួលនៅក្នុងពេលវះកាត់ចំណុចទី2ទាក់ទងនឹងការថែទាំនិងការវាយតម្លៃទៅលើធ្នេរវះកាត់ឬបើសិនជាអ្នកជំងឺមានត្រេឬបានដាក់ខ្សែបង្ហូរឈាមណាមួយចេញពីក្នុងខ្លួនអ្នកជំងឺយើងក៏ត្រូវចេះមើលដែរចំណុចទី3ទាក់ទងនឹងការឲ្យថ្នាំមិនថាថ្នាំផ្សះឬថ្នាំបំបាត់ការឈឺចុកចាប់ណាមួយដូច្នេះហើយត្រូវចេះវាយតម្លៃទៅលើកម្រិតការឈឺចាប់របស់អ្នកជំងឺនីមួយៗចំណុចទី4ត្រូវចេះវាយតម្លៃនិងត្រៀមឧបករណ៍ដើម្បីជួយជីវិតអ្នកជំងឺក្នុងករណីមាន emergency ណាមួយកើតឡើងដូចជាមានហូរឈាមច្រើនពេកធ្វើឲ្យកើត hypovolemic shock ឬករណីអ្នកជំងឺពិបាកដកដង្ហើមឬអាការៈណាមួយដែលធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតចំណុចទី5ត្រូវចេះវាយតម្លៃទៅលើ discharge criteria ចេះវាយតម្លៃអ្នកជំងឺថាអាចបញ្ជូនអ្នកជំងឺទៅបន្ទប់អ្នកជំងឺទូទៅបានឬនៅអាការៈអ្នកជំងឺនៅក្នុងការថែទាំរបស់យើងយ៉ាងម៉េចដែរនឹងបញ្ជូនតព័ត៌មានទៅឲ្យបន្ទប់សម្រាកទូទៅបន្តគ្រប់តួនាទីទាំងអស់ដែលនៅក្នុងបន្ទប់វះកាត់សុទ្ធតែសំខាន់និងត្រូវការចំណេះជំនាញពិតប្រាកដនៅក្នុងការមើលថែនិងថែទាំអ្នកជំងឺនឹងមិនអាចខ្វះតួនាទីម្នាក់ណាបានឡើយ